ជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំមកបង្ហាញមុខម្ហូបមួយឈ្មោះថាអន្ទង់លងទឹកដូងក្នុងក្អមដឹងមិនទេលោតចុះលោតឡើងមកលងទឹកដូងនៅក្នុងក្អមចាមើលបងប្អូនចាក់មកក្អមវាមិនចម្លែកអីទេគ្រាន់តែខ្ញុំស្លនៅក្នុងក្អមតែប៉ុណ្ណឹងចាមើលក្តៅហុយតំណងឯងបងប្អូនគ្រាន់តែចាក់មកដឹងតែតំណងហ្មងសម្រាប់ញ៉ាំជាមួយបាយក៏បានក្លែមក៏បានសម្រាប់បងប្អូនប្រុសៗគាត់ក្លែមអីចឹងណាហើយនិយាយពីស្លឆ្នាំងដីនេះក្អមសំទោសក្អមនេះហើយជាមួយនឹងចង្ក្រានដីអូយនិយាយពីងុំល្អហ្មងបងប្អូនអើយងុំខ្លាំងហ្មងរសជាតិគេឡើងឈ្ងុយពីទឹកដោះគោឈ្ងុយពីទឹកដូងគ្រឿងផ្សំអន្ទង់លងទឹកដូងក្នុងក្អមមានអន្ទង់កន្លះគីឡូមានត្រយូងចេកមួយមានគល់ជីវ៉ាន់ស៊ុយគល់សក្រីរំដេងស្លឹកក្រូចសើចម្ទេសខ្ទឹមសមួយកំពឹសធំខ្ទឹមក្រហមរាងច្រើនបន្តិចហើយធ្វើជាបន្លែដែរគ្រឿងទេសមានដូចជាប្រេងខ្យង1ស្ព្រាបាយប៊ីចេង1ស្ព្រាកាហ្វេម្សៅស៊ុបមាន់1ស្ព្រាបាយអំបិល1ស្ព្រាកាហ្វេខ្លាញ់ជ្រូកចំនួន2ស្ព្រាបាយទឹកដោះគោឆៅចំនួន1កំប៉ុងដូងខ្ចីចំនួន1ផ្លែហើយនឹងក្អមមួយតោះទៅចម្អិនទាំងអស់គ្នាតើអន្ទង់លងទឹកដូងក្នុងក្អមវិធីចម្អិនបែបណាហើយវាមានរសជាតិយ៉ាងណាការងារដំបូងត្រូវធ្វើនោះគឺយើងត្រូវលាងអន្ទង់ជាមុនសិនពីព្រោះអន្ទង់គឺជាប្រភេទសត្វដែលល្អិលសម្បូររំអិលច្រើនខ្ញុំប្រើអំបិលម៉ត់ជាមួយនឹងក្រូចឆ្មាធានាជូនតែម្ដងថាអន្ទង់របស់យើងលាងទៅគឺស្អាតមានអនាម័យដាក់អំបិលមកបងប្អូនឲ្យឆ្កូតជាមួយក្រូចឆ្មាបែបនេះមកគឺសាច់អន្ទង់យើងអស់អំបិលហ្មងណាគឺលាងមកគឺស្អាតខ្លាំងតែម្ដងច្បោះដែងចុះឡើងអស់ក្រូចឆ្មា1 2ក៏អស់ទៅឲ្យតែវាស្អាតបើមិនជាអន្ទង់បងប្អូននៅមានជាតិរអិលគឺឆ្អាបខ្លាំងណាស់ចារបៀបនេះហើយចាក់ទឹករំអិលវាចោលទៅលាងប្រហែលជា 4-5 ទឹកឲ្យស្បានស្អាតល្អមកឲ្យដាក់សម្រាប់ទឹកទៅចាចឹងបានយើងដឹងថាស្អាតហើយបកាត់ភ្លើងខ្ជូងថ្ងៃនេះដាក់ភ្លើងចោលនៅនឹងហើយយើងចាប់ផ្ដើមមកបុកគល់វ៉ាន់ស៊ុយខ្ទឹមក្រហមខ្ទឹមសហើយជាមួយម្ទេសមុខម្ហូបមួយនេះរៀងប្រើម្ទេសច្រើនបន្តិចហើយខ្ញុំបានប្រើម្ទេសអាចសាត់អត់សូវមានពណ៌ស្អាតទេប៉ុន្តែល្អសម្រាប់សុខភាពដោយសារតែម្ទេសដៃនាងច្រើនតែទិញមករបស់នាំចូលអញ្ចឹងណាបងប្អូនបើអាចសាត់នេះខ្ញុំធានាជូនហ្មងថាម្ទេសស្រុកយើងឆ្នាំនេះម្ទេសអត់ចេញទៅក្រៅទេអាចសាត់នេះម្ល៉េះហើយរៀងធូរថ្លៃចំណែកឯរំដេងវិញយើងហាន់ជាស្ដាងចេះមក7-8ចំណិតមកណាបងប្អូនម្ទេសយើងដាំខ្លួនយើងញ៉ាំអត់គ្រប់ទេបងប្អូនហើយមានតែទិញផ្សារខ្លះញ៉ាំអត់គ្រប់មែនចាចំណែកឯគល់សក្រីខ្ញុំដាំវារៀងទុហើយខ្ញុំកាប់វាជា2ជា3បងប្អូនហាន់វាជាចំណិតក៏បានតែតែខ្ញុំជួយចិត្តបញ្ជក់គល់សក្រីហ្នឹងណាចាយើងចាប់ផ្ដើមអប់វាសិនខ្ញុំប្រើពីអប់ទៅដោយសារលាយគ្រឿងខ្ញុំថាអប់ទៅយើងដាក់អន្ទង់របស់យើងចូលមកអន្ទង់នេះចំនួនកន្លះគីឡូចាបន្ទាប់មកខ្ញុំដាក់គ្រឿងដែលខ្ញុំបានបុកមិញចូលមកចាផ្សំគ្រឿងដើម្បីអប់វាប៊ីចេងចំនួន1ស្ព្រាកាហ្វេម្សៅស៊ុបមាន់ចំនួន1ស្ព្រាបាយអំបិល1ស្ព្រាកាហ្វេដែរទឹកប្រេងខ្យងចំនួន1ស្ព្រាបាយថ្ងៃនេះខ្ញុំអត់ប្រើទឹកត្រីទេដោយសារតែទឹកប្រេងខ្យងជាមួយនឹងម្សៅស៊ុបមាន់មានរសជាតិប្រៃហើយទឹកដោះគោឆៅខ្ញុំដាក់ចំនួន1កំប៉ុងច្របល់គ្រឿងទាំងអស់នឹងចូលគ្នាអប់វាទុកចំនួន20នាទីចាអប់ឲ្យវាបានចូលជាតិចំនួន20នាទីសិនបានខ្ញុំយកវាទៅចំអិនពីព្រោះអីឲ្យវាចូលជាតិបន្តិចសិនទៅភ្លើងរបស់យើងកាត់ល្មមដាក់ក្អមនៅលើចង្ក្រានបានឲ្យរាងក្តៅបន្តិចទៅខ្ញុំចាក់ខ្លាញ់ជ្រូកចំនួន2ស្ព្រាបាយចូលខ្លាញ់ជ្រូកល្អបងប្អូនដាក់គល់សក្រីរំដេងហើយនឹងស្លឹកក្រូចចូលកូរឆាវាឲ្យបានឈ្ងុយល្អបន្តិចសិនមក
ឲ្យឈ្ងុយគ្រឿងយើងឈ្ងុយហើយដាក់ជាមួយនឹងខ្ទឹមក្រហមចូលខ្ទឹមក្រហមប្រើច្រើនបន្តិចឲ្យបងប្អូនខ្ញុំជួយចិត្តពេលដែលឈ្ងុយហើយរួចរាល់ហើយខ្ញុំដាក់តាយងចេកទៅរៀបវាអញ្ចឹងមកហើយដាក់អន្ទង់ដែលយើងបានអប់មិញចូលអប់គ្រឿងមិញណាចាដាក់អន្ទង់ចូលហើយខ្ញុំដាក់ស្លឹកក្រូចបន្ថែមគ្រឿងចាក់ឲ្យអស់មកស្លឹកក្រូចដែលនៅសល់ហើយជាមួយនឹងក្រហមឲ្យដាក់ចូលឲ្យអស់មកហើយខ្ញុំដាក់ជាមួយនឹងទឹកដូងបងប្អូនកុំតន់ដាក់ទាំងអស់ដាក់ពាក់កណ្ដាលសិនក៏បានដែររត់ទំនុកថាចាំម៉េចឲ្យវាចូលកុំឲ្យកពុបដល់ខ្ជុងណាចានៅតែកពុបបានធ្វើម៉េចអាហ្នឹងហើយយកវាទៅដាក់នៅលើភ្លើងទៅបន្ថែមល្ក្រូចជាមួយនឹងខ្ទឹមក្រហមបន្ថែមតិចទៀតនៅសល់ម្ទេសអីហើយចាក់ទឹកដូងបន្ថែមទៀតបិទក្របទៅចំអិនតទៀត15-10នាទីឆ្អិនបាត់បងប្អូនអើយដូចជប់ចឹងណាដើម្បីកុំឲ្យបងប្អូនយូរវីដេអូឆ្អិនបាត់ទៅហើយបងប្អូនមើលតំណងឯងអន្ទង់របស់ខ្ញុំអត់សូវធំទេខ្ញុំជួយចិត្តអន្ទង់តូចបើសិនជាអន្ទង់ធំមើលទៅតំណងខ្លាំងជាងអន្ទង់តូចហ៎បងប្អូនចាគ្របបិទនៅនឹងហើយអន្ទង់លងទឹកដូងបានឆ្អិនហើយចាក់ពីក្អមមកលងដល់ណាទៀតដល់ម៉ោងបាយហើយបងប្អូនអើយចានិយាយពីក្តៅខ្លាំងណាស់បងប្អូនអើយចាក់ទឹកហើយឥឡូវនេះចាក់ម្សៅទៀតពួកអីមិញនោះក្តៅខ្លាំងពេកចាទឹកវាជាតិខ្លាំងបងប្អូនអើយស្រូបមួយបាយឲ្យអ៊ុយតែម្ដងចាលងដល់ណាទៀតចាក់អត់ចង់ចាញ់ទេបងប្អូនវាតាក់ពេញនឹងឯងកុំភ្លេចធ្វើបងប្អូនឆ្ងាញ់ខ្លាំងហ្មងឲ្យអ៊ុយរួចរាល់ហើយសម្រាប់ថ្ងៃនេះហើយក៏ដល់ពេលវេលាបាយល្មមក៏នាំអារម្មណ៍បងប្អូនទៅភ្លក់ទាំងអស់គ្នាថាតើអន្ទង់លងទឹកដូងរបស់ខ្ញុំហ្នឹងវាទៅជាយ៉ាងណាឆ្ងាញ់បែបណាទឹកសិនសាកហូបទឹកសិនខ្ទិះហ្មងទីដោះគោផងដូងផងភ្លក់តាយងចេកមុនគេកាត់មកកណាត់តុងអត់ខ្លាញ់ទេណារោវាចាំមកទៅត្រាំយើងพออย่างจังngười ta bèo kia mà bán gọi cho ăn cây hòn xài vừa chọn trúng á hai nệ đường tình này ngay nhau mòn ở ngay nhau vô lùi đi ngồi hay mồm cường bà xin chàoបងប្អូនចូលចិត្តនៅវីដេអូនេះសូមបងប្អូនជួយ Subscribe Channel YouTube ហ៊ាន់ឈឿនបងប្អូននឹងបានវីដេអូថ្មីជារៀងរាល់ថ្ងៃ Channel នាងខ្ញុំរៀបរាប់ឲ្យបានជប់កោះក្បាយជូនបងប្អូនពីគ្រឿងទេសពីបរិមាណហើយនិងវិធីចម្អិនមិនឲ្យបងប្អូនខកចិត្តទេពីព្រោះចង់ឲ្យបងប្អូនឬមួយក៏កូនក្មួយមើលទៅមានគុណភាពបងប្អូនអាចធ្វើលក់ក៏បានដែរបើសិនជាដាក់ទៅអត់ច្បាស់លាស់បងប្អូននឹងពិបាកក្នុងការយកទៅចម្អិនតាមឬមួយក៏បងប្អូនដែលចេះហើយខ្ញុំសូមខន្តីអភ័យទោសបើសិនជាខ្ញុំធ្វើខុសកន្លែងណាមួយណាបងប្អូនព្រោះអីនេះគ្រាន់តែជាការចែករំលែកសូមអរគុណជូនពរសុខភាពល្អគ្រប់ក្រុមគ្រួសារជួបគ្នាវីដេអូក្រោយជម្រាបលាបាយបាយ